ស្ត្រីដៃស្ត្រីជាអាវុធដ៏មុតស្រួចរបស់បុរសមានបុរសមួយចំនួនពុំបានឲ្យតម្លៃលើការដឹកនាំរបស់ស្ត្រីឡើយស្ត្រីអាចគ្រប់គ្រងប្តីនិងកូនកូនស្ត្រីអាចគ្រប់គ្រងផ្ទះហើយអាចគ្រប់គ្រងឥរិយាបថរបស់ខ្លួនបានយ៉ាងល្អប្រពៃលក្ខនឹងលក្ខបុរសធ្វើអ្វីបានស្ត្រីក៏អាចធ្វើបានដូចគ្នាដែរដូច្នេះយើងគួរតែផ្ដល់កិត្តិយសដល់ស្ត្រីស្មើនឹងម្ដាយរបស់ខ្លួនទើបល្អប្រពៃស្ត្រីដែលខ្លាំងតែងគិតបើយើងអាចទាញយកភាពជឿជាក់ដែលលាក់បាំងក្នុងខ្លួនរបស់យើងបានយើងនឹងក្លាយទៅជាមនុស្សដែលមានធម៌ពលដ៏លើសលប់ពីព្រោះភាពជឿជាក់វានឹងធ្វើឲ្យយើងជោគជ័យពេលខ្លះស្ត្រីប្រៀបដូចជានៅក្នុងគុកពីព្រោះស្ត្រីគ្មានសមត្ថភាពដោយសារតែគ្មានការអប់រំបើគ្មានការអប់រំនោះវាធ្វើឲ្យការផ្ដល់តម្លៃនិងការជឿជាក់លើខ្លួនឯងទៀតកង្វះខាតទាំងនេះវាគឺជាផ្នែកមួយដ៏សំខាន់ដែលនាំសង្គមទៅរកភាពរីកចម្រើនផ្នែកផ្នត់គំនិតអប់រំស្ត្រីមានន័យថាអប់រំសមាគមមនុស្សស្រីម្នាក់អវិជ្ជាវាជាថា ដឹងចម្លើយរួចដែរមនុស្សសាមញ្ញនិងមនុស្សអស្ចារ្យគឺខុសគ្នាត្រង់ថាមនុស្សសាមញ្ញចង់ធ្វើតែសកម្មភាពណាដែលអស្ចារ្យតែមនុស្សអស្ចារ្យតែងធ្វើរឿងធម្មតា
វាគឺជាជំហានគោលដៅដែលគ្រប់គ្នាចង់ទៅជាលទ្ធផលដែលគ្រប់គ្នាចង់បាន